ឆ្លងឆ្នាំសកលផុតបុរសម្នាក់ដើរឆ្លងលូកអត់ផុតហុងធ្លាក់បាត់ខ្លួន9ម៉ោងទើបរកសពឃើញនៅឆ្នេរអូឈើទាលខេត្តព្រះសីហនុសមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថាមានករណីបុរសម្នាក់បានដើរធ្លាក់ចូលក្នុងទឹកលូបាត់ខ្លួនដែលនៅជាប់បន្ទប់ទឹកលេខ1ឆ្នេរអូឈើទាលស្ថិតក្នុងសង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុកាលវេលាម៉ោងជាង1យប់រំលងអធ្រាត្រឈានចូលថ្ងៃទី1ខែមករាឆ្នាំ2026ដែលទើបតែឆ្លងផុតឆ្នាំសកលផុតជាង1ម៉ោងតែប៉ុណ្ណោះប្រភពពីម្ចាស់អាហារដ្ឋានមួយកន្លែងនៅឆ្នេរអូឈើទាលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះសុនតូឡាអាយុ44ឆ្នាំជនជាតិខ្មែរជាភ្ញៀវទេសចរជនរងគ្រោះបានដើរឆ្លងកាត់លើគម្របលូហើយបានជន់ដៃគម្របលូហុងធ្លាក់ចូលក្នុងទឹកលូបាត់តែម្ដងតាំងពីម៉ោង1ជាងផ្អើលដល់សមត្ថកិច្ចនិងក្រុមសង្គ្រោះចុះទៅអន្តរាគមន៍ជួយសង្គ្រោះប៉ុន្តែរោគមិនទាន់ឃើញនៅឡើយសមត្ថកិច្ចក្រុងព្រះសីហនុបានបញ្ជាក់ថារយៈពេល9ម៉ោងពោលគឺរហូតមកដល់ម៉ោងជាង10ព្រឹកថ្ងៃទី1ខែមករាឆ្នាំ2025នេះទើបក្រុមជួយសង្គ្រោះស្វែងរកសាកសពបុរសជនរងគ្រោះឃើញហើយកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You